ទៅទៀតហើយទៅផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀងស្រុកក្រគរខេត្តពោធិ៍សាត់និងនៅស្រុកកំរៀងស្រុកភ្នំព្រឹកខេត្តបាត់ដំបងឱកាសការងារបានទៅដល់មុខខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋតែម្ដងបងប្អូនដែលមានបំណងស្វែងរកការងារធ្វើពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញអាចទៅដាក់ពាក្យសម្ភារភ្លាមតែម្ដងក្នុងនោះមានការផ្ដល់ជូនការដឹកជញ្ជូនទៅចូលរួមកម្មវិធីមានអាហារនិងភេសជ្ជៈផ្ដល់ជូនដោយឥតគិតថ្លៃតោះបងប្អូនទៅដាក់ពាក្យស្វែងរកការងារធ្វើក្នុងស្រុកតាមរយៈវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងនាំយកឱកាសការងារ83743កន្លែងសម្រាប់អ្នកពោធិ៍សាត់និងអ្នកខេត្តបាត់ដំបងនៅថ្ងៃទី28ខែកុម្ភៈនិងនៅថ្ងៃទី1ខែមីនាឆ្នាំ2026ខាងមុខនេះសម្រាប់បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញយុវជនអ្នកកំពុងស្វែងរកការងារអាចមកដាក់ពាក្យនិងសម្ភារភ្លាមនៅពីទីតាំងចាប់ពីម៉ោង8ព្រឹកដល់ម៉ោង3រសៀលក្នុងនោះថ្ងៃសៅរ៍ទី28ខែកុម្ភៈនៅខេត្តពោធិ៍សាត់ស្រុកកណ្ដៀងក្នុងបរិវេណវិទ្យាល័យកណ្ដៀងនិងនៅថ្ងៃអាទិត្យទី1ខែមីនាឆ្នាំ2026នៅខេត្តពោធិ៍សាត់ស្រុកក្រគរក្នុងបរិវេណសាលាស្រុកក្រគរអតីតពលករដែលមានបំណងស្វែងរកការងារនិងទទួលបានការដឹកជញ្ជូនមកចូលរួមកម្មវិធីមានអាហារនិងភេសជ្ជៈផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ1297សាកសួរអំពីឱកាសការងារទូទាំងប្រទេសពិសេសការប្រព្រឹត្តទៅនៃវេទិកាការងារក្នុងស្រុកកណ្ដៀងនិងស្រុកក្រគរជាមួយនឹងផងដែរបើតាមការឲ្យដឹងពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងថ្ងៃនិងពេលជាមួយគ្នានេះផងដែរក៏មានការធ្វើវេទិកាការងារនេះនៅស្រុកកំរៀងក្នុងបរិវេណវិទ្យាល័យកំរៀងនៅថ្ងៃទី28ខែកុម្ភៈនិងនៅថ្ងៃទី1ខែមីនាឆ្នាំ2026នៅខេត្តបាត់ដំបងក្នុងស្រុកភ្នំព្រឹកបរិវេណវត្តរតនៈភ្នំព្រឹក